ក្រសួងបរិស្ថានប្រមូលយកសំណាក់ចំនួន6បន្ថែមមកវិភាគដើម្បីវិតម្លៃគុណភាពធៀបនឹងកម្រិតស្តង់ដារជាមួយក្រុមហ៊ុនករណីបង្ហូរសំណល់រាវចូលប្រភពទឹកសាធារណៈបង្កការបំពុលយោងតាមការចុះផ្សាយរបស់សារព័ត៌មានព្រមទាំងមានការណែនាំពីថ្នាក់ដឹកនាំនៅថ្ងៃទី18-19 ខែមីនាឆ្នាំ2025ក្រុមការងារប្រសិទ្ធភាពសុក្រិតកម្មបរិស្ថានកិច្ចលើភាពស្អាតនៃក្រសួងបរិស្ថានដែលដឹកនាំដោយលោកជូមុនីដារិនអគ្គនាយករងនៃអគ្គនាយកដ្ឋានកម្ពុជាបរិស្ថានសហការជាមួយរដ្ឋបាលខេត្តប៉ៃលិនដែលដឹកនាំដោយលោកហែមរិទ្ធីអភិបាលរងខេត្តតំណាងលោកស្រីបានស្រីមុំអភិបាលខេត្តប៉ៃលិននិងមានការចូលរួមពីមន្ទីរបរិស្ថានមន្ទីរធនធានទឹកនិងឧតុនិយមមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទអាជ្ញាធរស្រុកសាឡាក្រៅមន្ត្រីមូលដ្ឋានពាក់ព័ន្ធក្នុងការចោះត្រួតពិនិត្យករណីបង្ហូរសំណល់រាវចូលប្រភពទឹកសាធារណៈបង្កការបំពុលបង្កឡើងដោយក្រុមហ៊ុន Kangxin Long Food Cambodia Co Ltd ដែលមានទីតាំងនៅភូមិអូរ៉ូអិលឃុំស្ទឹងកាច់ស្រុកសាឡាក្រៅខេត្តប៉ៃលិននិងចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុននេះក្រុមការងារបានពិនិត្យឃើញថាអូរ៉ូអិលត្រូវទទួលរងការបំពុលទាំងស្រុងពីចំណុចក្បាលឡានរហូតដល់ស្ទឹងកុយដោយការពិនិត្យជាក់ស្ដែងឃើញថាទឹកមានការប្រែប្រួលលក្ខណៈរូបមានក្លិនស្អុយនិងមានកម្រិតរលាយអុកស៊ីសែនក្នុងទឹកថយចុះខ្លាំងតជាង3មីលីក្រាមក្នុង1លីត្រមិនអនុលោមកម្រិតកំណត់ស្តង់ដារធំជាង4មីលីក្រាមក្នុង1លីត្រករណីបំពុលនេះបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានធម្មជាតិជីវៈចម្រុះក្នុងទឹកនិងការប្រើប្រាស់របស់ប្រជាពលរដ្ឋមូលដ្ឋានដោយផ្ទាល់និងដោយប្រយោលលោកហែមរិទ្ធីអភិបាលរងខេត្តប៉ៃលិនបានបញ្ជាក់ថាការបំពុលនេះបង្កផលប៉ះពាល់ដល់ទីតាំងអភិរក្សពូជត្រីរបស់មន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទផងដែរគួរបញ្ជាក់ដែរថាក្រុមហ៊ុននេះធ្លាប់បង្កការបំពុលរួចមកហើយកាលពីឆ្នាំ2024ដោយពេលនោះក្រសួងបរិស្ថានបានចាត់វិធានការច្បាប់រួមទាំងការពិន័យអន្តរការចំនួន30លានផងដែរក្នុងការចុះត្រួតពិនិត្យនេះក្រុមការងារក្រសួងបរិស្ថានបានប្រមូលយកសំណាក់ចំនួន6បន្ថែមមកវិភាគដើម្បីវិតម្លៃគុណភាពធៀបនឹងកម្រិតកំណត់ស្តង់ដារដែលបានកំណត់ដោយអនុក្រឹត្យលេខ27និងអនុក្រឹត្យលេខ103ស្តីពីការត្រួតពិនិត្យការបំពុលទឹក